បងប្អូនដែលរកទូកាប់ចានដាក់ឲ្យស្រស់ទឹកគៀនឡាបូក្នុងផ្ទះបាយការពារសត្វល្អិតផ្សេងៗមើលម៉ូដនេះស័ក្តិសមសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការប្រភេទដែកមាំហើយទូផ្សេងៗជាទូទៅបងប្អូនឃើញតែរូបភាពអាចស្តៀងគ្នាហើយវាមានលក្ខណៈខុសគ្នាបែបម៉េចបងប្អូនអាចមើលវីដេអូនេះជាក់ស្ដែងបាទនេះគឺរៀនខាងក្នុងវាប្រភេទរៀនតាន់បងប្អូនបាទអត់យកទេពេលដែលយើងយកចកត់អីអត់តុនទេគឺគេធ្វើក្រងសុំមកមាំតែម្ដងហើយរៀនវាអាចហូតចេញចូលងាយស្រួលបងប្អូនបើកទ្វារយកចានបងប្អូនបាទអញ្ចឹងចានខាងលើយើងអាចដាក់ចានចង្កឹះចានសឡបានខាងក្រោមយើងអាចដាក់ចានបាយចានតប៉ែតបានហើយប្រភេទរៀនកាត់ចានវាមាន2ជាន់ហើយមានកែពីក្រោមមួយសម្រាប់ជុំវិញគេធ្វើជ័រថ្លាតាន់បងប្អូនដើម្បីសោភ័ណភាពទូនឹងមើលទៅស្អាតសម្រាប់ការទាញវាបិទបើកក៏ហាប់ណែនល្អដែរសារមានតែឆក់ជាប់ហើយសុំវិញក៏សុំគេធ្វើពុំមកត្រង់ស្មើបាទអញ្ចឹងដែកនេះដែកតាន់បងប្អូនបាទប្រអប់កបិតក៏ប្រភេទប្រអប់ដែកដែរថែមមកស្រាប់ប្រអប់លព្រាក៏មានដែរពុកម៉ែបងប្អូនขนาดនេះគឺขนาด 52 cm បងប្អូនបាទកម្ពស់7ទឹកបាទសមល្មមបាទសម្រាប់គ្រួសារតូចពណ៌ខ្មៅក៏យើងមានដែរហើយទូនេះយើងហ្វ្រីដឹកហ្វ្រីតឡាក្នុងភ្នំពេញបាទបងប្អូនមានតម្រូវការអាចមកមើលហាងផ្ទាល់នៅចន្ទរក្រោមបានបាទអរគុណ